មួយយប់ទេជោគជ័យហើយនេះជាអ្វីទៀតមិនមែនអ្នកមានកម្មវិធីគ្រប់គ្រងស្ថានហើយទេកម្មវិធីគ្រប់គ្រងស្ថានគឺសម្រាប់រកលុយរហ័សនេះទៅជាអាជីវកម្មសំខាន់របស់ក្រុមហ៊ុនអ្នកមិនបានត្រឡប់មកវិញមួយយប់មិនមែនតែមួយយប់ទេគាត់មិនបានផ្លាស់ទីពីកន្លែងនេះទេមកមើលនេះគឺ 1.0 មាន model Snow 4គ្រប់គ្រងការបញ្ជាទិញធ្វើសម្ការកម្មស្តុកឆ្លើយតបអតិថិជនដោយស្វ័យប្រវត្តិវិភាគទិន្នន័យប្រសិនបើក្រុមហ៊ុនចាស់របស់អ្នកប្រើប្រព័ន្ធនេះការងារផ្ទៀងផ្ទាត់ហិរញ្ញវត្ថុនឹងកាត់បន្ថយ80ការពន្យាពេលសម្ការកម្មនេះប៉ុន្មាន 0.3 វិនាទីលឿនជាងផលិតផលលឿនបំផុតក្នុងទីផ្សារ5មួយដងអ្នកម្នាក់ឯងសរសេរបានមែនទេបងអ្វីទៅជា Cloud Customer Service នេះកម្មវិធីសេវាអតិថិជនទាំងអស់ក្នុងទីផ្សារទិន្នន័យសុទ្ធតែរក្សាទុកក្នុងម៉ាស៊ីនក្នុងតំបន់បើកុំព្យូទ័រមូលដ្ឋានខូចប្រវត្តិការជែកនឹងបាត់អ្នកបម្រើអតិថិជនម្នាក់អាចចូលបានតែហាងមួយប៉ុណ្ណោះបដូរហាងត្រូវចូលប្រព័ន្ធម្ដងហើយម្ដងទៀត Cloud Multi Customer Service របស់ខ្ញុំទិន្នន័យទាំងអស់ត្រូវបានធ្វើសម្ការកម្មទៅ server គ្រប់ពេលទោះបីកុំព្យូទ័រមូលដ្ឋាន Blue Screen ក៏ដោយបដូរម៉ាស៊ីនថ្មីចូលប្រព័ន្ធប្រវត្តិជែកត្រូវបានស្ដារឡើងវិញក្នុង1វិនាទីហើយហាងច្រើននិង Customer Service ច្រើនអាច online ពេលតែមួយការគ្រប់គ្រងការសន្ទនាទាំងអស់ត្រូវបានប្រមូលផ្ដុំចែកចាយដោយស្វ័យប្រវត្តិទៅ Customer Service ដែលទំនេរ Customer Service 3នាក់អាចដោះស្រាយការសួរពីហាង10ក្នុងពេលតែមួយប្រសិទ្ធភាពកើនឡើង3ដងដូច្នេះ software របស់យើងមិនមែនលក់ឲ្យមនុស្សម្នាក់ទេគឺលក់ឲ្យក្រុមការងារមួយត្រូវ software បែបប្រពៃណីលក់ឧបករណ៍ខ្ញុំលក់ប្រសិទ្ធភាពមនុស្សម្នាក់គ្រប់គ្រងហាងមួយថ្ងៃដោះស្រាយការសួរ50គឺនឿយហត់ខ្លាំងប្រើ system របស់ខ្ញុំមនុស្សម្នាក់អាចគ្រប់គ្រងហាង5ដោះស្រាយការសួរ200ប្រាក់ខែ Customer Service ដែលអាជីវករសន្សំបានលើពី99យន់ឆ្ងាយបើមាន software ខ្លាំងៗច្រើនចេញមកទៀតតើធ្វើម៉េចមិនអាចលើបានទេចំណុចស្នូលរបស់ Cloud Multi Customer Service គឺសមត្ថភាពការងាររបស់ server បើហាងខ្លាំងៗចង់លើត្រូវទិញ server សាងសង់បន្ទប់ម៉ាស៊ីននិងបង្កើតប្រព័ន្ធផ្ទៃក្រោយសម្រាប់ធ្វើសម្ការកម្មទិន្នន័យជាមុនរឿងទាំងនេះមិនអាចដោះស្រាយដោយកម្មវិធីទាញយកធម្មតាបានទេកម្រិតបច្ចេកទេសរបស់ពួកគេគឺត្រឹមតែការកំណត់ទីតាំងសូម្បីតែទ្វារប្រព័ន្ធ server ក៏មិនទាន់ប៉ះបានផងហើយតម្លៃកំណត់វិញថ្លៃប្រចាំខែ99ថ្លៃប្រចាំឆ្នាំ999ថែមឲ្យ2ខែ99 Form Manager លក់ត្រឹម19.9នេះគឺឡើងថ្លៃ5ដងអាចលក់ចេញទេ Form Manager គឺរកប្រាក់លឿន Merchant Manager ទៅជាអាជីវកម្មសំខាន់របស់ក្រុមហ៊ុន99យន់ក្នុងមួយខែអ្នកដែលយល់ដឹងនឹងគិតថាថោកអ្នកទាំងអស់គ្នាកុំឲ្យគេបោកមនុស្សនេះពីមុនលក់កម្មវិធីបន្លំហ្គេមបងនេះហេតុអ្វីមានតែអ្នកជេរទាំងអស់យើងមិនបានដាក់ Trojan ទេមិនមែនបញ្ហាផលិតផលទេអ៊ីនធឺណិតឆ្នាំ2009ចំណាយធំបំផុតមិនមែនការអភិវឌ្ឍទេគឺការជឿទុកចិត្តសួស្ដីខ្ញុំជាអ្នកអភិវឌ្ឍ Bell Tel Merchant Manager ឃើញថាអ្នកបានទាញយកកំណែសាកល្បងបញ្ហាអ្វីអាចសួរខ្ញុំតបានមុខងារកំណែសាកល្បងតូចជាងពាក់កណ្ដាលមិនអាចសាកល្បងអ្វីបានទេឲ្យខ្ញុំជឿយ៉ាងម៉េចមិនហ៊ានប្រើខ្លាចបាត់កណ្នីទិន្នន័យបំលែងចេញមកហើយតើធ្វើម៉េចមិនអញ្ចឹងយើងក៏ជ្រើសរើសក្រុមហ៊ុនធំចំណាយលុយទិញកន្លែងផ្សាយពាណិជ្ជកម្មគ្មានប្រយោជន៍ការទិញការផ្សាយពាណិជ្ជកម្មមិនអាចដោះស្រាយបញ្ហាការជឿទុកចិត្តបានទេអ្នកទិញមិនជឿអ្នកចុចផ្សាយពាណិជ្ជកម្មក៏មិនបញ្ជាទិញសូមសួរថាតើនេះជា Light Technology មែនទេពួកយើងមកសម្ភាសការងារត្រូវសូមចូលមកជាវ៉ាន់កន្លែងនេះដោយក្រុមហ៊ុនកាបូបស្បែកមួយអញ្ចឹងពួកយើងមិនត្រូវគេបោកទេមែនទេមើលបន្តិចទៀតបើមិនបានទេយើងចេញទៅលោកលេនកាន់នេះថ្ងៃនេះរបស់ Form Manager ចេញហើយប្រាក់ចំណេញសុទ្ធមិន12 700លើ10000ជាប់គ្នា7ថ្ងៃចំណូលប្រចាំថ្ងៃលើ10ប្រាក់ខែបូកធម្មតាត្រឹម200ក្នុងមួយថ្ងៃក្រុមហ៊ុននេះរកបាន1200ក្នុងមួយថ្ងៃអត្រាសងប្រាក់ធ្លាក់ចុះទេធ្លាក់មក 1.1% ហើយបន្ទាប់ពីគោលនយោបាយសងប្រាក់ក្នុង7ថ្ងៃត្រូវបានដាក់ចេញជឿទុកចិត្តរបស់អ្នកប្រើប្រាស់កើនឡើងច្បាស់បន្ថែមទៀត Scrap ផ្ញើទំនិញស្វ័យប្រវត្តិម្សិលមិញបានអាប់ដេតម្ដងទៀតពេលចេញលេខកាប់ពី 2.3 វិនាទីកែលម្អទៅ 1.7 វិនាទីអ្នកទាំងពីរមកធ្វើការមុនខ្ញុំឈ្មោះយ៉ាងយ៉ាឆ្នាំនេះបញ្ចប់សិក្សាបរិញ្ញាបត្ររងជំនាញ e-commerce នាងគឺលីជាវ៉ាន់ក៏រៀនបរិញ្ញាបត្ររងជំនាញ computer application លីជាវ៉ាន់អ្នកធ្លាប់ធ្វើគេហទំព័រទេនៅសាលាធ្លាប់ធ្វើខ្លះក្នុងបន្ទប់កុំព្យូទ័រសុទ្ធតែជា static ប្រភេទរៀបចំរូបភាពនិងអត្ថបទចេះប្រើ Fab upload file ទេចេះរយៈពេលសាកល្បង1ខែប្រាក់ខែ 1500ក្នុងមួយខែក្រោយខ្លាចជាបុគ្គលិកពេញសិទ្ធិ 2000បើព្រមចុះកិច្ចសន្យាលើនេះខ្ញុំក៏ចុះដែរស្វាគមន៍អ្នកទាំងពីរចូលរួមសួស្ដីខ្ញុំបានសាកល្បង software របស់អ្នកនិយាយជាមួយអ្នកចង់និយាយអំពីអ្វីខ្ញុំនិយាយតាមការពិតខ្ញុំប្រើ software របស់អ្នក3ថ្ងៃហើយ Cloud ពិតជាងាយប្រើខ្ញុំម្នាក់គ្រប់គ្រងហាង5ប្រសិទ្ធភាពកើនជាង2ដងការធ្វើសម្ការកម្ម order ក៏គ្មានការពន្យាល្អជាងអ្វីដែលខ្ញុំធ្លាប់ប្រើ100ដងប៉ុន្តែបញ្ហាគឺហាងរបស់អ្នកដាក់លក់នៅមានអ្នកមើលជាង300គ្មានអ្នកបង់ប្រាក់សំបីម្នាក់អ្នកដឹងហេតុអ្វីទេនិយាយមកព្រោះគ្មាននរណាជឿអ្នកហាងដែលទៅចុះឈ្មោះថ្មីរបស់អ្នកសំបី website ក្រុមហ៊ុនក៏គ្មាននរណាហ៊ានចំណាយ99ទិញ software របស់អ្នកមករកខ្ញុំមានន័យថាអ្នកមានគុណិតរួចហើយនិយាយត្រង់មកបានចូលចិត្តភាពត្រង់ខ្ញុំនៅភូមិក្នុងយាវអ្នកស្គាល់ភូមិទេស្គាល់ភូមិទី1របស់ត្រូវខ្ញុំបើកហាងនៅទីនេះពួកយើងសង្ខ្វាន់ជាអាជីវករឯកជនមនុស្សម្នាក់គ្រប់គ្រងហាង3ទៅ5គឺធម្មតា software របស់អ្នកបង្កើតឡើងសម្រាប់ពួកគេ
ប៉ុន្តែមនុស្សទាំងនេះបើឲ្យស្វែងរក software តាមអ៊ីនធឺណិតពួកគេមិនស្វែងរកទេពួកគេជឿការណែនាំពីអ្នកស្គាល់ជឿការបង្ហាញផ្ទាល់មុខជឿពេលឃើញប្រសិទ្ធភាពដោយភ្នែកខ្លួនឯងដូច្នេះគំនិតរបស់ខ្ញុំគឺខ្ញុំនឹងជួយអ្នកផ្សព្វផ្សាយទីផ្សារនៅទីនេះខ្ញុំនឹងទៅតាមផ្ទះមួយបង្ហាញឲ្យពួកគេឃើញថា software របស់អ្នកល្អប៉ុណ្ណាប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយលក្ខខណ្ឌអ្វីចែក55ប្រាក់ចំណេញរាល់ការលក់មួយចែកពាក់កណ្ដាលអ្នកផ្ដល់បច្ចេកវិទ្យាខ្ញុំផ្ដល់បណ្ដាញយុទ្ធធននិងសមហេតុផល55មនុស្សនេះលោកពេកហើយហេតុអ្វីគាត់យកពាក់កណ្ដាល555អ្នកគិតច្រើនពេកហើយចែក55មិនអាចទេខ្ញុំមានផែនការផ្សេងនិយាយមកមើលប្រាក់ចំណេញពីការលក់ដំបូងរបស់ក្រុមដំបូងខ្ញុំមិនយកទាំងអស់ទេបន្ថែមពីនេះក្នុងរយៈពេល5ឆ្នាំខ្ញុំឲ្យអ្នកប្រាំនៃប្រាក់ចំណេញពីការបន្តប្រើរបស់អ្នកប្រើលក្ខខណ្ឌនេះសម្រាប់រកលុយលឿនក្នុងរយៈពេលខ្លីនិងចាក់សោប្រាក់ចំណូលរយៈពេលវែងបើគាត់ឆ្លាតគាត់ប្រកាសជាយកព្រមអ្នកនិយាយពិតមែនទេមិនខុសទេបានកូនប្រុសអ្នកក្លាហានណាស់ខ្ញុំធ្វើប៉ុន្តែអ្នកត្រូវធានាថា software មិនមានបញ្ហាខ្ញុំមិនអាចពន្យល់បានទេ server តាមដាន24ម៉ោងបើមានបញ្ហាខ្ញុំទទួលខុសត្រូវទាំងស្រុងល្អខ្ញុំនឹងចាប់ផ្ដើមផ្សព្វផ្សាយថ្ងៃស្អែកផ្ញើឯកសារផ្សព្វផ្សាយ software មកខ្ញុំមួយច្បាប់ខ្ញុំបានផ្ញើឯកសារឲ្យអ្នកហើយមានបញ្ហាបច្ចេកទេសអ្វីរកខ្ញុំបានគ្រប់ពេលទទួលហើយរងចាំដំណឹងល្អពីខ្ញុំបើខ្សែរបស់អាចពង្រីកបានយូរនឹងក្លាយជាមូលដ្ឋានដំបូងរបស់ខ្ញុំទីនោះមានអ្នកលក់ e-commerce រាប់ម៉ឺននាក់ជាកន្លែងសាកល្បងធម្មជាតិបន្ទាប់នេះគឺមើលសមត្ថភាពផ្សព្វផ្សាយទីផ្សាររបស់សង្ឃឹមថាខ្ញុំមិនវាតម្លៃមនុស្សខុសទេរវល់មែនទេនិយាយអ្វីមើលមិនឃើញទេហាង3ថ្ងៃនេះព្រឹកបានរាយការណ៍80 order ខ្ញុំឆ្លើយសារម្នាក់ឯងរហូតដល់ចិត្តបាក់ហើយបើមានរឿងនិយាយមកបើគ្មានគុំរំខានការងារខ្ញុំរំខានអ្នកតែ10នាទីធានាថាពេលក្រោយរាល់ថ្ងៃអ្នកនឹងធ្វើការតិចជាងមុន3ម៉ោងអ្នកចង់លក់អ្វីទៀតកម្មវិធីដាក់លក់ស្វ័យប្រវត្តិលើកមុននោះមែនទេចំណាយអស់ខ្ញុំ200យ៉នប្រើតែ2ថ្ងៃក៏បិទកានេះលើកនេះមិនដូចគ្នាទេលើកនេះគឺ Cloud Multi Customer Service ហាង3របស់អ្នកទាំងអស់បញ្ចូលក្នុងទាំងតែមួយមនុស្សម្នាក់អាចជែកជាមួយអ្នកទិញ10នាក់ពេលតែមួយដោយមិនច្រឡំអ្នកទិញ10នាក់ក៏មិនច្រឡំដែរហើយមានការរំលឹកបង់ប្រាក់ស្វ័យប្រវត្តិអ្នកទិញចិត្តទិញហើយមិនទាន់បង់ប្រាក់ System ផ្ញើសាររំលឹកដោយស្វ័យប្រវត្តិទប់ស្កាត់ការវាយតម្លៃអាក្រក់មុនពេលអ្នកទិញផ្ដល់ការវាយតម្លៃអាក្រក់វាបង្ហាញផែនការសំណងដោយស្វ័យប្រវត្តិដើម្បីរក្សាអតិថិជនរបស់នេះអាចរំលឹកបង់ប្រាក់ស្វ័យប្រវត្តិបានមែនទេមែនហើយមិនមែនមានតែការរំលឹកបង់ប្រាក់ទេមើលការទប់ស្កាត់ការវាយតម្លៃអាក្រក់នេះបើអ្នកទិញផ្ដល់ទៅជាង3កាយ System នឹងបង្ហាញផែនការសំណងដោយស្វ័យប្រវត្តិផ្ញើគូប៉ុងបញ្ចុះតម្លៃឲ្យអ្នកទិញឬសងប្រាក់5យ៉នវិញអ្នកទិញចេះបញ្ជាក់ការវាយតម្លៃអាក្រក់ខ្លាចជាល្អតម្លៃប៉ុន្មាន99ក្នុងមួយខែថ្លៃប្រចាំឆ្នាំ999ផ្ដល់ពីខែបន្ថែមមកបាក់ឲ្យខ្ញុំមួយឆ្នាំសិនប្រសិទ្ធភាពកម្មវិធីនេះនឹងផ្លាស់ប្ដូរគ្រប់យ៉ាងមើល model នេះ Intel Core 2 Duo 5100 Memory 2 Hard Disk 250 ADR សរសេរខ្ញុំសិក្សាវាច្រើនថ្ងៃហើយ Configuration នេះមានតម្លៃសមរម្យបំផុតក្នុងតម្លៃដូចគ្នាធ្វើផឹកប្រើអ៊ីនធឺណិតមើលវីដេអូប្រចាំថ្ងៃគឺគ្រប់គ្រាន់ថាវិការជាង5000អាចយកបានពណ៌ស្អាតណាស់នោះមិនមែនលេងយួនទេហេតុអ្វីគេក៏មកផ្លូវជីចឹងកុំប្រាប់ថាគេមកទិញកុំព្យូទ័រដៃទី2 320របស់គេចូលសាលា Hongshan Academy ថ្លៃសិក្សាមួយឆ្នាំជាង10000ប្រហែលដកលុយសន្សំគ្រួសារអស់ហើយទៅបង់បាននៅមានលុយទិញកុំព្យូទ័រទៀតលេងយួនជាន់ទី2មានតំបន់កុំព្យូទ័រដៃទី2 300យ៉នអាចទិញបានមួយគ្រឿងសន្សំថ្លៃរស់នៅបន្តិចទៅកុំខ្ជះខ្ជាយពេលវេលាគេទៅតំបន់ឧបករណ៍សហគ្រាសប្រហែលនៅធ្វើជាមានប្រហែលទៅប៉ះ server 2 3ដងដើម្បីសប្បាយសិស្សនោះអ្នកស្គាល់ទេមិត្តរួមវិទ្យាល័យពិន្ទុប្រឡងចូលសាកលវិទ្យាល័យ320គ្រួសារក៏ខ្លាំងណាស់ទៅខ្ញុំនាំអ្នកទៅមើលម៉ាស៊ីនគំរូ Sony ឬ5210 rack server Dual Zone 1520ដាក់ memory slot ពេញ32 GB hard disk ត្រូវការ6គ្រឿង 15000 ROM 300ជា RAM 10បន្ថែម network card 2 ROM X6 Enterprise Edition អូនប្រុសអ្នកប្រកាសថាចង់បាន configuration នេះមែនទេនេះមិនមែនម៉ាស៊ីនធម្មតាទេតម្លៃខ្ញុំនឹងកញ្ញាឲ្យអ្នកមើលគឺ2 memory 12 Case disk 6គ្រឿង book card និង network សរុប 35000នេះជាតម្លៃចែកចាយមិនរួមវិក័យប័ត្រ 35000គេយកលុយ 35000មកពីណាធ្វើជាល្បិចខ្ញុំមិនជឿថាគេមានលុយច្រើនបែបនេះទេពេលថ្ងៃនឹងដល់ទុកអាសយដ្ឋាននិងលេខទូរស័ព្ទផ្ញើទៅអាសយដ្ឋាននេះរកមកក្នុងបញ្ជី configuration សូមសរសេរម៉ាកនិង model ខ្ញុំចង់ពិនិត្យទំនិញកុំបារម្ភកែវរោងចក្រវេចខ្ចប់ដើមបញ្ជី configuration មកជាមួយទំនិញបងដោយកាតបងពេញចំនួនវាបងចេញពិតមែនលោកលេនពេលទំនិញមកដល់ខ្ញុំនឹងតាក់ទងផ្នែកដឹកជញ្ជូនផ្ទាល់រៀបចំឲ្យអ្នកមុនគេ configuration នេះដំណើរការ database និង minimation បានល្អអ្នកធ្វើផ្នែកអ្វី e-commerce បង្កើត server ផ្ទាល់ខ្លួនមែនទេបងអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនយើងម្នាក់រកបានជាង10000ក្នុងមួយថ្ងៃទិញ server ប៉ុន្មានគ្រឿងគឺជារឿងតូចមែនទេ KP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្នែកគាត់មិនទាំងភ្លឹបផងច្បាស់ជាលុយសន្សំរបស់ឪពុកម្ដាយគាត់ក៏ជានិស្សិតសាលាធម្មតាម្នាក់តើអាចបើកក្រុមហ៊ុនបានយ៉ាងម៉េចអ្នកនិយាយថាគ្រួសារគាត់ក្រីក្រខ្លាំងមែនទេគ្រួសារគាត់ក្រីក្រមែនឪពុកគាត់គ្រាន់តែជាកម្មករម្នាក់កូនក្នុងគ្រួសារកម្មករមួយចំណាយ 35000 ដោយមិនភ័យសោះអ្នករៀននៅសាកលវិទ្យាល័យហិរញ្ញវត្ថុចំណាយនៅប្រចាំខែ 1500សូម្បីតែកុំព្យូទ័រយួរដៃក៏ត្រូវឲ្យឪពុកអ្នកទិញទៅចុះខ្ញុំមានរឿងត្រូវធ្វើបន្តិចខេយើងនៅមើលកុំព្យូទ័រយួរដៃមិនមើលទៀតទេអ្នកឃើញទឹកមុខមុននេះទេទៅជាបានញ៉ាំសាប់រុយអញ្ចឹងកុំខ្វល់ពីគាត់ទៅចុះត្រឡប់ទៅក្រុមហ៊ុនក្នុងនោះមានអ្វី server មួយគ្រឿង 2700 គ្រឿង Power H 2950សម្រាប់ backup
នេះជាកំពែងរបស់ខ្ញុំនេះជាកំពែងរបស់ខ្ញុំគ្មាននរណាអាចបំផ្លាញបានទេដែលមានអគ្គិសនីខេបវុនទៅប៉ះវាមុនបងអូនប្រុសខ្សែ fiber optic នេះអ្នកណាជួយរៀបចំឲ្យខ្ញុំគូដោយខ្លួនឯង router មេកំណត់ update លឿន upload download ស្មើគ្នា VAN គូ2មួយសម្រាប់ទិន្នន័យអាជីវកម្មមួយសម្រាប់ផ្នែកគ្រប់គ្រងច្បាប់អត់ខ្ញុំសរសេររួចហើយជួយបញ្ចូលវាទៅក្នុងគោលការណ៍ចូលរបស់ router បងអូនប្រុសអ្នកធ្វើការអ្វីបើក្រុមហ៊ុនខ្ញុំធ្វើការនៅក្រុមហ៊ុនទូគមនាគមន៍8ឆ្នាំកម្រិតអ្នកជំនាញជាងអ្នកបច្ចេកទេសសំខាន់ថ្នាក់ខេត្តទៀតអ្នករៀនចប់ពីសាកលវិទ្យាល័យណាមិនទាន់ចូលរៀនទើបប្រឡងជាប់របស់នៅទីនេះមើលទៅថ្លៃខ្លាំងណាស់កុំនិយាយតាមខ្ញុំទៅបានហើយលោកទាំងនេះជា model ថ្មីដែលទើបមកតម្លៃខ្ពស់បន្តិចចង់មើល model បញ្ចុះតម្លៃនៅខាងនោះទេអាវពណ៌នេះអាវពណ៌ខៀវនេះអាវពណ៌ប្រភេទនេះយកមួយលោកពេលនេះបូកគ្នាត្រូវជាង 23,000 ខ្ញុំបាននិយាយហើយយកមួយហើយឈុតអាវក្រៅធម្មតានៅខាងនោះយកមួយឈុតឲ្យខ្ញុំសាកបងធំជាង 20,000 យកឈុតអាវក្រៅអាវទាំង3មុនក៏យកដែរលោកសរុប 45,300 លោកបង្កើតឬសាច់ប្រាក់កាត់អូព្រះអើយចំណាយជាង 40,000 ទិញខោអាវអ្នកដឹងទេថាហេតុអ្វីអ្នកចំនួនធំពេលចរចាអាជីវកម្មត្រូវស្លៀកពាក់ល្អហេតុអ្វីព្រោះអ្វីដែលអ្នកដទៃមើលឃើញដំបូងគឺរូបរាងរបស់អ្នកមិនមែនសមត្ថភាពរបស់អ្នកទេមុនពេលពួកគេបញ្ជាក់ថាអ្នកគួរឲ្យទុកចិត្តឬអត់ការស្លៀកពាក់របស់អ្នកគឺជានាមប័ណ្ណរបស់អ្នកទៅចុះទៅរៀបចំអ្វីមួយឲ្យអ្នកផងឲ្យខ្ញុំត្រៀមជួលអ្នកជាប្រធានសន្តិសុខរបស់ឡៃស្លៀកពាក់ក្រីក្រធ្វើឲ្យក្រុមហ៊ុនអាម៉ាស់បងធំកុំនិយាយច្រើនទៅសួស្ដីសួររកអ្នកណាខ្ញុំចៅឆាយខានពីផ្នែកវិនិយោគ Yilian Software មករកប្រធានលេនរបស់អ្នកប្រធានលេនលោកឆៅពី Yilian Software មកដល់ហើយប្រធានលេនរីករាយបានជួបនេះជាសំណើទិញយកទាំងស្រុងពី